បងប្អូនអ្នកខេត្តសៀមរាបទំនេរមកអានសភៅលេងផងបងប្អូនគឺនៅនឹងច្រាំងមាត់ស្ទឹងសៀមរាបនឹងឯងបាទបើសិនជាបងប្អូនអត់ស្គាល់ទីតាំងទេគឺនៅម្ដុំស្ពានថ្មព្រះរាជដំណាក់បងប្អូនបាទអញ្ចឹងមកដល់តែស្ពានថ្មទៅបងប្អូនកលេចឆ្វេងកលេចស្ដាំទៅឃើញហើយបាទអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលបងវ៉ាន់ដេបាទគាត់ដឹកសភៅពីណាពីណីមកគឺយកមកក្រាលកតេលដាក់ដើម្បីឲ្យប្រជាពលរដ្ឋបងប្អូនអ្នកសៀមរាបបានអានសភៅទាំងអស់គ្នាបាទអញ្ចឹងសកម្មភាពនេះគឺជាសកម្មភាពដ៏ប្រពៃមែនទែនបងប្អូនសម្រាប់ខ្ញុំផ្ទាល់គឺថាគោរពនិងសរសើរទឹកចិត្តបងប្រុសខ្លាំងណាស់បាទគឺជាទឹកចិត្តមួយដែលធំទូលំទូលាយខ្លាំងណាស់បងប្អូនគាត់លះបង់នៅសេចក្តីសុខពេលវេលារបស់គាត់ដើម្បីធ្វើបាទរឿងដែលគាត់គិតថាត្រឹមត្រូវបាទគឺជាការពង្រីកគំនិតគឺជាការពង្រីកទម្លាប់បាទនៃការអានសភៅឲ្យបានទូទាំងប្រទេសបងប្អូនទោះបីជាយើងមកនេះយើងមិនបានអានអង្គុយស្រួលនៅក្នុងម៉ាស៊ីនត្រជាក់ឬក៏អត់ដូចដេកសាឡុងបាទសម្រាប់តម្រេតលើសាឡុងអាននៅក្នុងផ្ទះយើងក៏ដោយវាអត់ស្រួលចឹងទេបងប្អូនប៉ុន្តែសកម្មភាពនេះគឺថាមានអត្ថន័យជ្រាលជ្រៅខ្លាំងណាស់សម្រាប់សង្គមបងប្អូននេះមិនមែនត្រឹមតែជាការដែលយើងមកអានមកមុខទេគឺថាពេលដែលយើងមកនេះគឺយើងបានសម្ដែងនៅការគ្រប់គ្រងនៅអំពើល្អសកម្មភាពល្អនៅក្នុងសង្គមរបស់យើងនៅពេលដែលយើងធ្វើអញ្ចឹងទៅក្មេងៗដែលជាក្មួយជាកូនបាទជាប្អូនរបស់យើងហ្នឹងគឺថាគាត់បានឃើញពីសារៈសំខាន់នៃការអានសភៅបាទដូច្នេះហើយអ្វីដែលដកជាប់នៅក្នុង memory នៅក្នុងការចងចាំរបស់គាត់គឺថាអូមនុស្សទូទៅគឺគេអានសភៅអញ្ចឹងតើបាទគេអានសភៅអញ្ចឹងឯងបាទអញ្ចឹងនេះគឺជាអ្វីដែលជាការបណ្ដោះផ្នត់គំនិតបងប្អូនផ្នត់គំនិតមិនមែនងាយបណ្ដោះទេណាមិនមែនងាយទេបើសិនជាយើងនិយាយថាកកអានសភៅទៅយើងប្រាប់ក្មេងយើងប្រាប់កូនយើងប្រាប់ក្មួយយើងថាហើយយកសភៅយកអីទៅអានទៅកុំអង្គុយលេងទូរស័ព្ទពេកកុំអង្គុយនិយាយគ្នាឥតប្រយោជន៍ពេកអញ្ចឹងណាអញ្ចឹងគាត់អត់មានអារម្មណ៍អីទេបាទអត់មានអារម្មណ៍អីប៉ះទៅអារម្មណ៍គាត់ឲ្យគាត់ជំរុញឲ្យគាត់ទៅអានសភៅទេប៉ុន្តែនៅពេលដែលគាត់មកឃើញគេឃើញឯងចាស់នៅទីសាធារណៈបងប្អូនគឺថាអារម្មណ៍មួយនោះគឺភ្ញោចចេញមកតែម្ដងថាអូការអានសភៅនេះមិនមែនជាការដាក់សម្ពាធបាទមិនមែនជាការបង្ខិតបង្ខំទេបងប្អូនគឺជាឱកាសបាទការអានសភៅនេះគឺជាទម្លាប់គឺជាឱកាសដែលជួយឲ្យយើងនឹងឆ្លាតជួយឲ្យខួរក្បាលឆ្លាតបាទជួយឲ្យយើងមានដើមទុននៅក្នុងជីវិតបាទមានបញ្ញាបាទនៅពេលដែលយើងធ្វើការគិតទៅគឺគិតឃើញយើងមានមូលដ្ឋានគ្រឹះមានអីចឹងទៅបងប្អូនយើងតែងតែនិយាយថាត្អូញត្អែថាអើយគិតអត់ឃើញទេរឿងនឹងវាជ្រៅណាស់រឿងនឹងវាពិបាកយល់ណាស់មូលហេតុអីអាចមកពីផ្នែកមួយគឺយើងអត់ដែរអានសភៅបងប្អូនបាទការអានសភៅនេះគឺជាការនិយាយទៅគឺមិនអាចកាត់ថ្លៃបានទេបងប្អូនចំណាយពេលវេលាទៅរៀននៅសាលាទៅរៀននៅអីពេលវេលាដែលយើងអានសភៅនេះគឺជាការរៀនសូត្រដូចតែគ្នាទេបងប្អូនដូចតែគ្នាទេគ្រាន់តែថាការដែលរៀននៅសាលាគឺមានកម្មវិធីមានអីត្រឹមត្រូវចឹងទៅបាទមានសញ្ញាបត្រមានលិខិតបញ្ជាក់នៅពេលដែលយើងចេញពីសាលាយើងអាចចាប់សភៅផ្សេងៗអានរៀនបានតាមល្បឿនរបស់យើងតាមចំណូលចិត្តរបស់យើងបាទខ្ញុំចាំបានកាលពីខ្ញុំរៀននៅវិទ្យាល័យបងប្អូនខ្ញុំចូលចិត្តអានសភៅទាក់ទងនឹងរឿងបាទស៊ើបអង្កេតបាទសភៅប្រឡំលោកក៏ដោយសភៅជាលក្ខណៈអប់រំក៏ដោយផ្សេងៗគឺខ្ញុំចូលចិត្តអានណារឿងនោះនៅក្នុងកម្មវិធីសិក្សាគឺអត់សូវមានទេបងប្អូននៅក្នុងសភៅភាសាខ្មែរមានរឿងច្រើនដែរប៉ុន្តែពេលដែលយើងអានទៅវាអត់យើងមានអារម្មណ៍ថាយើងចង់អានទៀតដូច្នេះហើយយើងក៏ដើរឆ្ពោះទៅបណ្ណាល័យបាទសកម្មភាពមួយនេះគឺជាកម្លាំងជំរុញបាទទឹកចិត្តរបស់មនុស្សទូទៅប្រជាពលរដ្ឋទូទៅគ្រប់ខេត្តគ្រប់ក្រុងក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងទាំងមូលណាបងប្អូនដើម្បីឲ្យមានអារម្មណ៍ភ្ញាក់រលឹកបាទនៅពេលដែលយើងក្រាលកតេលល្ងាចគឺថាយើងក្រាលកតេលគឺអង្គុយអានចឹងឯងបាទមិនមែនធ្វើអីផ្សេងទេបងប្អូនបាទអញ្ចឹងទេការដែលបណ្ដោះទម្លាប់នេះការដែលយើងធ្វើជាគំរូល្អដល់អ្នកជំនាញខ្លួនដល់ឪពុកដល់កូនចៅដល់កូនក្មួយរបស់យើងហ្នឹងគឺជាអ្វីដែលយើងគិតមើលថាវាសាមញ្ញទេប៉ុន្តែវានឹងធ្វើឲ្យប្រទេសជាតិយើងនៅថ្ងៃមុខគឺមានការប្រែប្រួលធំខ្លាំងណាស់បាទធំខ្លាំងណាស់ពីព្រោះថាអ្នកប្រាជ្ញគ្រប់អ្នកប្រាជ្ញទាំងអស់នៅលើទូទាំងពិភពលោកហ្នឹងគឺថាมันមាននរណាម្នាក់បដិសេធទេបងប្អូនការអានសភៅទោះបីជាសភៅប្រភេទណាក៏ដោយឲ្យតែបងប្អូនចូលចិត្តអានវាទៅពីព្រោះថាអ្នកនិពន្ធការដែលគាត់និពន្ធទម្រាំបានសភៅមួយក្បាលហ្នឹងមកគឺថាគាត់គិតណាស់គាត់ស្វែងរកឯកសារយកឯកសារយោងដើម្បីយកមកដាក់ក្នុងសភៅមួយក្បាលបាទអញ្ចឹងទេសភៅជាង 2000 ក្បាលដែលបងវ៉ាន់ដេបានដឹកពីកន្លែងមួយទៅកន្លែងមួយទៅត្រកនៅលើកូនឡានតូចរបស់គាត់ក្រុមការងាររបស់គាត់ពី3នាក់គឺថាយើងគោរពទឹកចិត្តគាត់ណាស់បងប្អូនគោរពទឹកចិត្តគាត់ខ្លាំងមែនទែនបានជាអីបើយើងមិនចូលរួមបរិច្ចាគអីទេបើសិនជាបងប្អូនមានសភៅចាស់ៗក៏អាចយកមកបរិច្ចាគបានបាទគ្រាន់តែទឹកសុទ្ធបាទបាយគាត់មកពេលបាទបើសិនជាបងប្អូនមានទឹកចិត្តក៏អាចជូនគាត់ទៅបាទមិនទាស់ខុសអីទេហ្នឹងហើយសម្បីតែនៅក្នុងខេត្តសៀមរាបហ្នឹងក៏មានបងប្អូនយើងបាទដែលពួកគាត់គឺជាអ្នកដែលមានធនធានល្មមបាទជាម្ចាស់សន្តាគារឬក៏ផ្ទះស្នាក់ហ្នឹងគឺសត្វតែបានជូនកន្លែងគាត់ស្នាក់នៅ free បាទដោយយកហេតុថា
គាត់ដឹកសភៅឲ្យគេអាន free ទូទាំងប្រទេសដូច្នេះការដែលជូនកន្លែងស្នាក់នៅ free ហ្នឹងគឺជាអ្វីមួយដែលគាត់ចូលរួមចំណែកបាទអញ្ចឹងទេបងប្អូនការអានសភៅនេះគឺសំខាន់ខ្លាំងណាស់បាទសំខាន់ខ្លាំងណាស់มันអាចកាត់ថ្លៃបានទេអញ្ចឹងទេសភៅមកដល់មុខផ្ទះយើងហើយបងប្អូនសភៅមកដល់មុខផ្ទះហើយយើងនាំគ្នាផ្សព្វផ្សាយទាំងអស់គ្នាបាទពីព្រោះថាអ្វីផ្សេងគឺថាមានការផ្សព្វផ្សាយទូទាំងប្រទេសកម្ពុជាហើយនៅតែការអានសភៅនឹងទេយើងអត់ទាន់បានផ្សព្វផ្សាយបានទូលំទូលាយអញ្ចឹងទេយើងជួយចែករំលែកទាំងអស់គ្នាបាទឲ្យបានផុសផុលបាទឲ្យបានផុសផុលដើម្បីអនាគតយើងដើម្បីអនាគតកូនចៅយើងដើម្បីអនាគតប្រទេសជាតិជំនាន់ក្រោយរបស់យើងបាទសូមជម្រាបលាបងប្អូន